កាត់ឈុតមកដល់កន្លែងមួយទៀតនៅខាងក្នុងអាណាចក្រចេញដូចគ្នាគឺជាវិមានកន្លែងបោះពុំបរិសម្នាក់ដែលបានចូលទៅក្នុងកន្លែងធ្វើការនោះក៏បានសួរទៅក្មេងស្រីម្នាក់ដែលអង្គុយនៅក្បែរតុដែលនាងបានបែរមុខមកកាន់គាត់តើអ្វីៗគ្រប់យ៉ាងគឺរួចរាល់ហើយតើមែនទេទៅធីតាម៉ូក៏បានបន្ថែមទៀតថាវាគឺជិតដល់ម៉ោងដែលត្រូវចេញភាគថ្មីប្រសិនបើភាគនោះបន្តបានបញ្ចប់ទេនោះពួកយើងទាំងអស់គ្នានឹងត្រូវបានជួបបញ្ហាធំហើយក្មេងស្រីដែលបានបែរមកមើលគាត់នោះនាងក៏បានបន្តបែរទៅធ្វើកិច្ចការនាងបន្តទៀតដែលកំពុងតែគូអ្វីមួយជាមួយនឹងជួររបស់នាងក៏បាននិយាយថាត្រយនាងដឹងហើយនាងគឺកំពុងតែព្យាយាមហើយកុំមកទឿននាងពេកអីបរិសម្នាក់ហ្នឹងក៏បានរាយការណ៍ប្រាប់នាងថាសភៅនាងសរសេរពីរឿងបុរាណនោះសិល្បៈក្បាច់គុណនៃការហ្វឹកហាត់ខ្លួនប្រាណអតិថិបិសាចនោះគ្មានលក់ដាច់អីសោះនៅចុងបញ្ចប់មានតែ2-3ក្បាលតែប៉ុណ្ណោះដែលបានលក់ចេញនោះគាត់បានប្រាប់ទៅកាន់នាងថាឲ្យឈប់សរសេរអំពីរឿងបែបហ្នឹងទៀតទៅវាពិតជាពិបាកសម័យមើលឃើញគ្មាននរណាម្នាក់ជឿជាក់លើវាឡើយនៅក្នុងពេលរបស់ពួកគេនេះអ្នកហ្វឹកហាត់អមតៈទាំងអស់នោះចង់បានឬក៏ចូលចិត្តអ្វីដែលងាយស្រួលហើយនឹងច្បាស់លាស់គាត់ក៏បានស្នើសុំឲ្យនាងកលែកទៅមើលសៀវភៅដែលគេលក់ដាច់ជាងគេបង្អស់នោះដែលមានចំណងជើងថារបៀបរកលុយដែលធ្វើឲ្យធម៌វិញ្ញាណមួយខ្លាយទៅជា10ដោយមិនចាំបាច់ខំប្រឹងអាសៀវភៅមួយហ្នឹងលក់ដាច់ចំយាហើយក្មេងស្រីម្នាក់នោះក៏បានអោនក្បាលទៅលើតុនាងបាននិយាយថាបរិសម្នាក់ហ្នឹងគឺពិតជាធ្វើឲ្យនាងធុញខ្លាំងណាស់ប្រសិនបើគាត់នៅតែបន្តទឿននាងបែបហ្នឹងទៀតទោះឲ្យគាត់សរសេរវាខ្លួនឯងទៅតើគិតថានាងនឹងមិនចង់សរសេរអីថ្មីតាមមែនទេនឹកឃើញភ្លាមនាងក៏បានងើបខ្លួនឡើងអូចោះរឿងមួយទៀតដែលខ្ញុំស្នើឲ្យលោកស្វែងរកនោះបរិសម្នាក់នោះបានឆ្លើយថាគាត់បានរកឃើញហើយនៅខាងក្នុងសាលាទាំង10អាណាចក្រនឹងចាប់ផ្ដើមទទួលសិស្សជាផ្លូវការប្រហែលជាឆ្នាំក្រោយហ្នឹងហើយក្មេងស្រីដ៏សិចស៊ីនោះក៏បានរីករាយនាងក៏បាននិយាយថាពិតជាអស្ចារ្យខ្លាំងណាស់ចង់បញ្ចប់នាងអាចនឹងចូលទៅខាងក្នុងសាលានោះបានហើយនាងគិតថាសាលាលេខ1នឹងប្រមូលមនុស្សដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន3ថ្ងៃបានកន្លងផុតទៅកាយបានបញ្ចាំងពន្លឺពីពេញមេឃក្មេងប្រុសម្នាក់បានឈរនៅច្រាំងថ្មច្រោតគាត់បានបែរក្បាលទៅខាងក្រោយហើយលើកដៃរបស់គាត់ឡើងដល់កម្ពស់ទ្រូងហើយមានឈាមបាញ់ចេញពីក្នុងមាត់របស់គាត់ក៏បានអោនមុខរបស់គាត់ចូលមកក្រោមវិញឈាមបានលេចឡើងនៅជ្រុងមាត់របស់គាត់ឈរដោយប្រើជើង4ក្មេងប្រុសម្នាក់នោះបាននិយាយថាគាត់បានក្អួតឈាម3ដងហើយប៉ុន្តែនៅតែមិនទាន់ខិតចិត្តទៅយល់វាបានសម្បីបន្តិចសៀវភៅនោះបាននិយាយយ៉ាងច្បាស់អ្នកដែលមានអំណោយទានពីកំណើតអាចស្វែងយល់អំពីគំនូរតាងឋានសួគ៌របស់អតិថិបិសាចគ្រាន់តែកលែកមើលវាតែម្ដងតែប៉ុណ្ណោះគាត់នៅតែបន្តសម្លឹងទៅមើលសៀវភៅនោះលេបទឹកមាត់តើការស្វែងយល់របស់គាត់នេះគឺពិតជាអន់ខ្សោយឬក៏កាកបែបនេះតាមមែនទេងើបឈរឡើងដោយពុតខ្លួនមកមុខគាត់បានគិតថាអត់ទេនេះគឺមិនទាន់ដល់ចង់បញ្ចប់នៅឡើយទេគាត់បានបញ្ជាលើខ្លួនគាត់ម្ដងទៀតឲ្យធ្វើវាម្ដងទៀតម្ដងហើយម្ដងទៀតផ្លូវដែលកាន់តែពិបាកកម្លាំងកាយកម្លាំងចិត្តត្រូវផ្ដោតលើវាឲ្យកាន់តែខ្លាំងយីភីងក៏បានងើបឈរឡើងគាត់បាននិយាយថាចាប់ពីថ្ងៃនេះតទៅ11ម៉ោងនៅក្នុងការហ្វឹកហាត់ហើយ1ម៉ោងក្នុងការសម្រាករបស់គាត់នឹងពិតជាគ្រប់គ្រាន់ហើយគាត់គឺពិតជាបដូរផ្ដាច់ចិត្តរបស់គាត់ខ្លាំងណាស់ប្រសិនបើសមត្ថភាពរបស់គាត់គឺពិតជាអត់បានការនោះដូច្នេះហើយគាត់ត្រូវតែធ្វើវាឲ្យច្រើនដងហើយនឹងធ្វើវាឲ្យហត់ជាងអ្នកដទៃទាំងអស់គាត់នឹងមិនថមថយឡើយរហូតដល់គាត់អាចហ្វឹកហាត់ជំនាញនេះបាននៅពេលព្រឹក Jiping នៅតែបន្តលើកដៃរបស់គាត់ឡើងគាត់នៅតែបញ្ជាខ្លួនគាត់ឲ្យគិតហើយគិតដោយមិនឈប់មិនឈរផ្លូវនៃការហ្វឹកហាត់មើលទៅដូចជាងាយប៉ុន្តែជំរឿរបស់វាគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅហើយបើមិនដូច្នេះទេការស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅមើលទៅវាប្រៀបបានដូចជាពាក្យដ៏ងាយសាមញ្ញក្នុងការបង្ហាញវានៅពេលយប់យីភីងនៅតែបន្តឈរនៅទីនោះលើកដៃរបស់គាត់ឡើងទៅលើមេឃក៏បានគិតវាអាចនិយាយបានថាវាគឺជាហេតុផលដែលអំណាចនៃអ្នកហ្វឹកហាត់នៃសាសនាតាវគឺមើលទៅវាពិតជាមិនសាមញ្ញនោះឡើយដូច្នេះហើយប្រសិនបើគាត់កាត់បន្ថយរូបតាងនៃឋានសួគ៌នេះឲ្យវាមើលទៅកាន់តែបានការនោះតើវាខ្លាចទៅជាអ្វីវិញការសម្លឹងនឹងស្វែងយល់អំពីឋានសួគ៌នៅពីលើមេឃនោះឬក៏គាត់កំពុងតែសម្លឹងទៅមើលអ្វីដែលមិនបានសំបីតែលេចឡើងប្រហែលជាវាមើលទៅដូចជាការសម្លឹងមើលទៅកាន់តែខ្ពស់បើមើលតាមមួយផ្នែកទៀតអត់ទេប្រហែលទាំងអស់នេះវាគ្រាន់តែនៅពីលើតែប៉ុណ្ណោះកាន់មកដល់ពេលព្រឹកម្ដងទៀត Jiping នៅតែបន្តឈរនៅច្រាំងថ្មជាមួយនឹងការលើកដៃរបស់គាត់ឡើងគាត់ព្យាយាមស្វែងយល់តើអ្វីទៅគឺជាចំណុចសំខាន់ពិតរបស់វាគាត់រំលឹកពីអ្វីមួយដែលគាត់បានអានអំពីផ្នែក3ជាមួយនឹងការសម្លឹងផ្នែកទឹករបស់ទេវតាផ្នែករបស់ឋានសួគ៌ហើយនិងផ្នែករបស់បិសាចផ្នែកឋានសួគ៌មានន័យថាវាប្រៀបបានដូចជាចក្ខុវិស័យមើលឃើញបន្ថែមទៅមុខទៀតអាចស្វែងយល់និងមើលឃើញអ្វីដែលមើលមិនឃើញនៅពីមុខអ្វីដែលមនុស្សធម្មតាមិនអាចស្វែងយល់និងមិនអាចមើលឃើញប្រសិនបើគាត់ចងចាំវាឲ្យច្បាស់ការនោះវាគឺជាកម្រិតដ៏ខ្ពស់មួយក្នុងការសម្លឹងអនុញ្ញាតឲ្យនរណាម្នាក់ស្វែងយល់និងយល់ឃើញអំពីច្បាប់នៃអ្វីៗគ្រប់យ៉ាង Jiping ក៏បានគិតថាគាត់ត្រូវតែដាក់ខ្លួនគាត់ផ្ទាល់នេះទៅខ្លាចទៅជាមនុស្សអច្ឆរិយៈដ៏មានភ្នែកដ៏អស្ចារ្យទោះឲ្យប្របើយើងជឿជាក់ថាគាត់ត្រូវតែធ្វើឲ្យដល់កម្រិតមួយដ៏ខ្ពស់សម្រាប់ការយល់ដឹងពីសារៈសំខាន់នៃច្បាប់ឬក៏អ្វីៗគ្រប់យ៉ាងដែលមិនអាចមើលឃើញគាត់នៅតែបន្តខំថ្មិញរបស់គាត់កាន់តែតឹងទៅ
សារៈសំខាន់នៃធាតុផ្សំជាមួយនឹងច្បាប់តើវាគឺជាអ្វីវិញគាត់នៅតែបន្តសម្លឹងទៅមើលផ្ទៃមេឃកម្រិត level ដ៏ខ្ពស់មួយផ្នែកទឹករបស់បិសាចយីភីងភ្លាមៗនោះចាប់ផ្ដើមស្វែងយល់ដឹងហើយគាត់បានគាំងនៅទីនោះដោយកំពុងតែភ័យខ្លាចអំពីការគិតឃើញរបស់គាត់ទោះឲ្យប្រុសរបស់យើងបាននិយាយថាគាត់មើលទៅដូចជាគាត់យីភីងមើលទៅដូចជាភ័យខ្លាចក្នុងការនិយាយពាក្យចុងក្រោយឲ្យចប់មើលទៅចំបញ្ចប់គាត់ទើបតែស្វែងយល់វាទេគាត់បានសម្លឹងទៅមើលព្រះអាទិត្យកំពុងតែរះឡើងហើយខ្យល់កំពុងតែបក់មកលើសក់វែងរបស់គាត់យីភីងបានសម្លឹងទៅមើលព្រះអាទិត្យលិចគាត់បាននិយាយថានៅពេលដែលមនុស្សធម្មតាសម្លឹងទៅលើមេឃពួកគេតែងតែឃើញវាលដ៏ធំធេងគ្មានទីបញ្ចប់នៅពីលើពួកគេប៉ុន្តែពួកគេនៅមិនដឹងថាអ្វីទៅដែលគេហៅថាឋានសួគ៌ពិតប្រាកដមុខរបស់គាត់នៅតែបន្តផ្ដោតអារម្មណ៍ជាខ្លាំងហើយគាត់បានខំថ្មីរបស់គាត់ទាំងការខឹងទោះឲ្យប្រុសរបស់យើងបាននិយាយថាតាមការបង្ហាញអំពីសិស្សច្បងធនរបស់គាត់ដែលគាត់មិនបាននៅទីនេះគាត់បានយល់ហើយឥឡូវហ្នឹងគាត់យល់ហើយពីសមត្ថភាពពីធម្មជាតិនៅខាងក្នុងចិត្តទាំងអតិទេពនិងបិសាចសម្លឹងអំពីការចាប់ផ្ដើមខុសប្លែកគ្នាពីព្រោះតែអ្វីដែលចាប់ផ្ដើមគឺវាពិតជាមានចិត្តខុសៗគ្នានៅខាងក្នុងការសរសេររបស់សៀវភៅនេះបាននិយាយថានៅខាងក្នុងការស្វែងយល់អំពីអតិទេពជាមួយនឹងបិសាចគឺវាផ្ដោតទៅលើតែពួកគេតែប៉ុណ្ណោះអ្វីដែលសំខាន់បំផុតត្រូវតែស្វែងយល់អំពីខ្លួនឯងបន្ទាប់មកក៏រកវាឃើញហើយដាក់បាតដៃនៅពីលើទ្រូងទោះឲ្យប្រុសរបស់យើងគឺបានប្រាប់ខ្លួនគាត់ថាគឺគាត់ពិតជាល្ងងពេកហើយគាត់សឹងតែបាត់បង់របស់សំខាន់ភ្លាមៗនោះគាត់ចាប់ផ្ដើមត្រាស់ដឹងយីភីងភ្លាមៗក៏បានបិទភ្នែករបស់គាត់ព្យាយាមកណ្ដាប់កណ្ដាប់ដៃរបស់គាត់ដាក់នៅពីលើក្បាលរបស់គាត់ហើយលើកម្រាមដៃរបស់គាត់មួយទៀតនៅចំកណ្ដាលដើមទ្រូងសំពះជើងអត់ទៅពីលើមេឃគាត់បានយល់ហើយថាគាត់មិនចាំបាច់សម្លឹងទៅមើលលើមេឃឡើយវាគឺពិតជាធ្វើឲ្យគាត់ភ័ន្តច្រឡំខ្លាំងមែនទែនអ្វីដែលគេហៅថារូបភាពឋានសួគ៌នោះគឺនៃពិតរបស់វាគឺគេចង់បញ្ជាក់អំពីចិត្តជាមួយនឹងភ្នែកឃើញពិភពលោកនៅខាងក្នុងចិត្តវិញ្ញាណខ្លួនផ្ទាល់គាត់នៅតែបញ្ជាខ្លួនរបស់គាត់ឲ្យស្វែងយល់ទោះឲ្យប្រុសរបស់យើងឈរបើកដៃរបស់គាត់ធំគាត់មានអារម្មណ៍ថាមានពន្លឺនិងខ្យល់បរិសុទ្ធភ្នែករបស់គាត់ក៏បានបើកឡើងខ្យល់ជុំវិញចាប់ផ្ដើមហោះព័ទ្ធជុំវិញរបស់ខ្លួនរបស់គាត់យីភីងក៏បានឃើញនៅពីមុខគាត់អំពីរូបរាងនៃការសម័យដោយអតិទេពម្នាក់នោះមានដៃ12កាន់ដៃកំបិតខ្លីទាំង9ហើយលំពែងមួយនៅខាងក្នុងដៃហើយនៅក្នុងដៃផ្សេងទៀតអតិទេពម្នាក់នោះបានកាន់ព្រួញហើយមួយទៀតក៏បានកណ្ដាប់ដៃដាក់នៅពីមុខទ្រូងភ្នែករបស់តួឯកប្រុសរបស់យើងគឺចាប់ផ្ដើមសស្លែកដែរនៅពេលនេះភ្លាមគិតនៅខាងក្នុងចិត្តគាត់បានបញ្ជាខ្លួនគាត់ថាវាពិតជាគ្រប់គ្រាន់ហើយគាត់បានឆ្ងល់ថាតើនេះគឺជាព្រះនៅខាងក្នុងចិត្តឬក៏បិសាចនៅខាងក្នុងចិត្តរបស់គាត់រូបរាងដែលបង្ហាញនេះវាមើលទៅដូចជាអស្ចារ្យនិងមានអំណាចធម្មពលអស្ចារ្យមែនទែននៅពីក្រោយភ្នំមួយដែលជាតំបន់របស់សាលា10អាណាចក្រមានពន្លឺមួយបានហោះឆ្លងកាត់ផ្ទៃមេឃមនុស្សបានឈរនៅពីលើដុំថ្មជាមួយនឹងអាគារបើកភ្នែកធំជាមួយនឹងធ្មេញដ៏ស្រួចម្នាក់ក្នុងចំណោមពួកគេបានស្រែកឡើងខ្លាំងនេះគឺជាអំណាចប្រែប្រួលដ៏អស្ចារ្យរបស់ចក្រវាលតើវាអាចទៅរួចទេថានឹងមានអតិទេពដែលបានចោទកំណត់ថ្មីកើតឡើងមួយទៀតហើយឋានសួគ៌គឺពិតជាមិនបោះបង់អ្នកដែលវឹកហាត់ផ្លូវត្រូវឡើយបរិបម្នាក់ដែលបានឈរនៅចិត្តនោះបានសម្លឹងមើលគាត់ដោយទឹកមុខត្រជាក់ក៏បាននិយាយថាតើប្រហែលដងហើយដែលខ្ញុំប្រាប់លោកថាឲ្យលោករក្សាចិត្តឲ្យស្ងប់ជាមួយនឹងកាយវិការបែបនេះគាត់មើលទៅប្រៀបបានដូចជាមិនមែនជាសិស្សរបស់បកដែលត្រឹមត្រូវឡើយវាដូចជាបិសាចអញ្ចឹងក្មេងប្រុសម្នាក់នោះមើលទៅប្រៀបបានដូចជាដឹងកំហុសគាត់ក៏បានសុំទៅសិស្សច្បងធំរបស់គាត់ឲ្យអភ័យទោសឲ្យគាត់បានបញ្យល់ថាគាត់គឺពិតជារីករាយខ្លាំងមែនទែនបើមុខចេញពីគាត់បរិបម្នាក់នោះនៅតែបន្តសម្លឹងភ្នែករបស់គាត់មើលទៅលើផ្ទៃមេឃគាត់នៅតែបន្តឆ្លើយថាហេតុអ្វីបានជាធ្វើឲ្យចិត្តតានតឹងយ៉ាងនេះបុព្វហេតុឋានសួគ៌បែបនេះពេលខ្លះវាមិនសុទ្ធតែជាពិតទាំងអស់ទេប្រសិនបើពួកគេពឹងផ្អែកទៅលើវាពេកនោះផ្លូវនៃការវឹកហាត់របស់មនុស្សត្រឹមត្រូវគឺវាពិតជានឹងបាត់បង់ហើយបរិបថ្មីសួចបានបន្តនិយាយថាគាត់យល់ហើយគាត់បានស្នើសុំឲ្យសម្លឹងទៅមើលវាឲ្យកាន់តែយូរដោយមិនបានដកភ្នែកចេញពីអ្វីមួយដែលបញ្ចេញពន្លឺនៅពីលើមេឃទាំងកណ្ដាលយប់នោះបរិបម្នាក់ជាមួយនឹងអាវធំដែលបក់ដោយខ្យល់នៅពីលើស្មារបស់គាត់បាននិយាយថាប្រសិនបើវាគឺជាមាសពិតនោះវានឹងមិនអាចលាក់បាំងបានយូរឡើយគណៈពេលនោះផងដែរទេពសយុទ្ធនោះនៅតែបន្តហោះនៅលើផ្លូវរបស់វាឆ្លងកាត់ផ្កាយជាច្រើននៅកណ្ដាលយប់ជ្រៅនៅពីលើក្បាលរបស់ពួកគេវាមានរាជវាំងដ៏អស្ចារ្យបរិបម្នាក់ជាមួយនឹងសក់វែងពណ៌ក្រហមបានអង្គុយក្បែរបង្អួចគាត់ក៏បានសម្លឹងទៅមើលទេពសយុទ្ធនោះផងដែរនៅពីក្រោយគាត់គឺមានក្មេងស្រីម្នាក់ឈរដែលស្លៀកសម្លៀកបំពាក់ពណ៌បៃតងជាមួយនឹងការបង្ហាញរូបរាងសិចស៊ីរបស់នាងក្មេងស្រីម្នាក់គឺបានបង្ហាញអ្វីមួយដែលដូចជាបាល់ទៅកាន់គាត់ចូលទៅកាន់តែចិត្តទៅកាន់បរិបដែលនៅជិតកៅអីនោះបរិបនៅលើកៅអីនោះនៅតែបន្តអង្គុយដោយគ្មានអារម្មណ៍អីទាំងអស់ភ្នែករបស់គាត់គឺបានបិទនៅពីក្រោយគាត់នៅលើជញ្ជាំងអ្វីមួយពណ៌មាសដែលដូចជារង្វង់មូលនៅពីក្រោយគាត់ដែលមាននាគរាជនៅទាំងសងខាងបរិបម្នាក់នោះក៏បានបើកភ្នែករបស់គាត់ហើយនឹងច្រត់ចង្ការរបស់គាត់បាននិយាយថាទេពសយុទ្ធនឹងធម្មតានឹងមកដណ្ដើមតំណែងរបស់គាត់ហើយ
ហើយគាត់បានបន្តទៀតថាពិភពលោកទាំងមូលគឺជារបស់អាណាចក្រស៊ីមិនចាំបាច់និយាយអំពីការទូទាយបែបនេះឡើយនៅក្នុងពិភពលោកដែលពោពេញទៅដោយទឹកកកគឺជាតំបន់សត្វបិសាចភ្នំទឹកកកជាច្រើនគឺបានលេចឡើងជាមួយនឹងការមុតស្រួចនៅទីនោះព្រិលក៏បានធ្លាក់ចុះមកពីពេញផ្ទៃមេឃទាំងមូលនៅពីក្រោមតំបន់ទឹកកកនោះគឺមានសត្វចម្លែកយក្សដ៏ធំដេកនៅខាងក្រោមជាមួយនឹងចង្កូមប្រៀបបានដូចជាស្នែងក្របីភ្នែករបស់វាប្រៀបបានដូចជាដុតដោយភ្លើងពណ៌ក្រហមស្នែងគឺបានដោះឡើងនៅពីលើក្បាលរបស់វានៅពីមុខធ្មេញដ៏ស្រួយរបស់វាគឺមានបរិមម្នាក់ឈរនៅទីនោះដោយមើលទំហំរបស់គាត់អាចប្រៀបបានដូចជាស្មើនឹងធ្មេញមួយរបស់វាតែប៉ុណ្ណោះបរិមម្នាក់ដែលបានឈរនៅជិតវាជាមួយនឹងភាពត្រជាក់និងព្រិលហើយសូម្បីតែជើងរបស់គាត់គឺតទេផងដែរងើបមុខរបស់គាត់ឡើងទៅលើសក់សរបស់គាត់គឺបានបក់ដោយខ្យល់គាត់បានអន់មុខរបស់គាត់ចុះបន្តិចភ្នែករបស់គាត់ប្រៀបបានដូចជាដុតដោយភ្លើងពណ៌ក្រហមត្រចៀករបស់គាត់គឺវែងចិញ្ចើមរបស់គាត់ក៏មានពណ៌ដូចជាសក់ពណ៌សរបស់គាត់ផងដែរគិតនៅខាងក្នុងចិត្តគាត់ក៏បានសួរខ្លួនគាត់ថាតើវាគឺជាអតិទេពគឺបានចុះមកចាប់កំណើតហើយតើមែនទេការញញឹមមួយបានលេចឡើងនៅជ្រុងមាត់របស់គាត់នៅតែបន្តនិយាយថាពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនក្តាប់ដៃជាមួយនឹងដាវនៅខាងក្នុងដៃរបស់គាត់បានបែរទៅសត្វចម្លែកកំពុងតែរត់មកហៅគាត់នោះកាត់ឈុតមកដល់វាមានរបស់ឆាងយូព្រះច័ន្ទដ៏ធំគឺបានរះឡើងនៅពីលើកំពូលភ្នំឆាងយូគឺកំពុងតែក្អួតយ៉ាងធ្ងន់ធ្ងរមិនបានដកភ្នែកចេញពីសភៅដែលគាត់បានកាន់ក្នុងដៃរបស់គាត់បាននិយាយថាតើវាចំណាយពេលវេលាយូរប៉ុណ្ណាហើយគាត់គឺពិតជានឿយហត់ខ្លាំងណាស់ក្នុងការសម្លឹងទៅមើលវាបែបនេះក្តាប់សៀវភៅនៅខាងក្នុងដៃយ៉ាងតឹងគាត់ក៏បានខឹងជាខ្លាំងទឹកភ្នែកបានហូរចេញពីក្នុងភ្នែករបស់គាត់បាននិយាយថាគាត់នៅតែមិនយល់អ្វីទាំងអស់តើអាណាគេដែលសរសេរសភៅនៃការវឹកហាត់នេះឡើងប្រសិនបើរស់នៅដោយធម្មតាដោយគ្មានវាក៏វាមិនអីដកដង្ហើមចូលនិងសម្រួលអារម្មណ៍របស់គាត់បន្តិចបន្តួចស៊ូឆាងយូបន្តអង្គុយនៅលើទំថ្មនោះម្ដងទៀតស៊ូឆាងយូបានគិតថាត្រូវហើយគាត់បានស៊ាំជាមួយនឹងការពិតដែលគាត់មិនអាចស្វែងយល់នៃការវឹកហាត់ដោយខ្លួនរបស់គាត់ផ្ទាល់ប៉ុន្តែបញ្ហាពិតប្រាកដនោះគឺជាគ្រូរបស់គាត់បានសម័យឃើញគ្រូរបស់គាត់កវីកវត្តដែរដែលបានកាន់ដោយដៃទាំងពីររបស់គាត់នៅពីលើក្បាលរបស់គាត់ហើយកែវភ្នែកដ៏កាចសាហាវបានដុតឡើងនៅខាងក្នុងភ្នែករបស់គាត់ស្រែកខ្លាំងឲ្យរកលុយ 10000 តម្លឹងមកវិញវាគឺ 10000 តម្លឹងការញ័រដ៏គួរឲ្យតក់ស្លុតបានលេចឡើងនៅលើរាងកាយរបស់ស៊ូឆាងយូគាត់បានយល់អំពីគ្រូដ៏រិះថាំរបស់គាត់និងមិនទុកឲ្យគាត់រស់ស្រួលឡើយស៊ូឆាងយូគឺបានដកដង្ហើមធំគាត់ខ្លួនឯងនេះមិនយល់ពីខ្លួនគាត់និងអ្វីៗដែលបានកើតឡើងនៅពេលថ្មីនេះឡើយអារម្មណ៍របស់គាត់គឺបានផ្លាស់ប្ដូរជាច្រើនជាមួយនឹងការសម័យនៃការយកឃើញគាត់បានគិតនៅខាងក្នុងចិត្តអំពីមូលហេតុអ្វីមួយទាំងកណ្ដាលយប់គាត់នៅតែបន្តចាក់ស្មុកម្នាក់ឯងដោយជក់ជាមួយនឹងខ្សៀនៅខាងក្នុងដៃរបស់គាត់បានឆ្ងល់ថាតើនេះគឺជាពាក់កណ្ដាលយប់ដ៏គួរឲ្យសោកសៅនៃការបាក់ទឹកចិត្តរបស់មនុស្សស្មោះដូចជាគាត់តើមែនទេជក់ទាំងការសោកសៅយឺតឆាងយូក៏បានសួរទៅកាន់ខ្លួនគាត់ថាតើអ្វីទៅគឺជាអត្ថន័យពិតនៃការរស់រានមានជីវិតទាំងអស់នេះនោះនៅពីលើច្រាំងភ្នំថ្មដ៏ធំគឺមានព្រះច័ន្ទគឺបានលេចឡើងដ៏ធំស្រមោលរបស់មនុស្សម្នាក់បានលេចឡើងនៅទីនោះក៏មិនបានឃើញថាក្មេងស្រីម្នាក់កំពុងតែសម្លឹងមើលគាត់នៅពីក្រោមក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នោះដែលបានមានការសន្ទនាជាមួយនឹងស៊ូឆាងយូកាលពីមុននោះអំពីមេរៀនទី1របស់សិស្សប្អូនរបស់នាងនោះនាងបាននិយាយថាតើមានរឿងអ្វីកើតឡើងចំពោះសិស្សច្បងធំក្នុងពេលថ្មីនេះនៅក្នុងពេលនេះហើយគាត់នៅតែសម្លឹងទៅមើលផ្កាយតែម្នាក់ឯងយ៉ាងកណ្ដោយកណ្ដែងបែបនេះក្មេងស្រីម្នាក់នោះគឺបានឆ្ងល់ថាតើមានអ្វីមួយកំពុងតែធ្វើឲ្យសិស្សច្បងធំពិបាកតើមែនទេនាងបានសួរតើសិស្សច្បងធំទី2គិតបែបនេះទេនៅពីក្រោយនាងគឺមានបរិបទវ័យក្មេងម្នាក់អង្គុយដោយបិទភ្នែករបស់គាត់គឺជាសិស្សច្បងធំទី2របស់ប៉ាក់ឈីងយួនលូឈីងបរិបទម្នាក់នោះគឺបានបើកភ្នែករបស់គាត់ហើយបាននិយាយវាប្រហែលជាសមត្ថភាពនៃសិស្សប្អូនតូចថ្មីនោះគឺវាពិតជាខ្សោយពេកហើយប៉ុន្តែដែលដូចជាគាត់គឺជាសិស្សច្បងធំគាត់គឺពិតជាពិបាកនឹងបង្ហាញអំពីការរំពឹងទុករបស់គាត់ឡើយគាត់សឹងតែបាតកម្មតើការបង្ហាញអ្វីវិញនេះសម្លឹងឡើងលូឈីងក៏បានសម្រេចចិត្តក៏បាននិយាយថានៅថ្ងៃស្អែកគាត់ខ្លួនឯងផ្ទាល់នេះនឹងទៅបង្រៀនមេរៀនមួយចំនួនទៅកាន់សិស្សប្អូនថ្មីហើយនៅក្នុងគណៈពេលនោះដែរទៅកាន់សិស្សច្បងធំផងដែរដូច្នេះហើយទើបគាត់យល់តើអ្វីទៅគឺជាអត្ថន័យនៃការបង្រៀនពិតប្រាកដនោះ